ជំរាបសួរខ្ញុំមកពីក្រុមហ៊ុនមនីជន្តាខ្ញុំឈ្មោះប៉ែនគង់ខ្ញុំធ្វើអាជីវកម្មនេះគឺខ្ញុំកើតមកនៅស្រែស្រាប់ហ្មងកូនកសិករហើយការបញ្ចប់បញ្ញាបត្រខ្ញុំគឺចប់បញ្ញាបត្រអភិវឌ្ឍសេដ្ឋកិច្ចអភិវឌ្ឍជនបទហើយការងាររបស់ខ្ញុំគឺជាការងារភាគច្រើនគឺការងារមាន mission តាមបណ្ដាខេត្តហើយចំណុចដែលខ្ញុំធ្វើការនេះជាចំណុចមួយដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍មែនទែននៅក្នុងការធ្វើអាជីវកម្មនេះដោយសារខ្ញុំឃើញរឿង3រឿងទី1វិស័យអចលនទ្រព្យនៅជនបទហ្នឹងពុំសូវមានការរីកចម្រើនទេហើយទី2តាមដងផ្លូវដែលខ្ញុំឃើញហ្នឹងកសិកម្មក៏មិនសូវមានការរីកចម្រើនដែរហើយទី3ខ្ញុំឃើញមានភ្នំខ្លះប៊ូហ្នឹងគឺភ្នំតងោលហើយមានព្រៃឈើមួយចំនួនត្រូវផ្ដួលរលំខ្ញុំអត់ដឹងថាគេកាប់ឬគេអីមិនខ្ញុំអត់ដឹងទេប៉ុន្តែជាចំណុចមួយដែលធ្វើឲ្យខ្ញុំមកធ្វើអាជីវកម្មនេះខ្ញុំសូមបន្តអញ្ចឹងបញ្ហាដែលយើងចង់ដោះស្រាយហ្នឹងគឺយើងឃើញវិស័យអចលនទ្រព្យកសិកម្មហ្នឹងពុំទាន់មានការអភិវឌ្ឍប្រកបដោយចីរភាពទេហើយយើងចង់ដោះស្រាយហ្នឹងសម្រាប់អ្នកដែលត្រូវការប្រភពចំណូលបន្ថែមអ្នកដែលឆ្លាញ់ការអភិវឌ្ឍផ្នែកកសិកម្មហើយនិងអ្នកដែលគាត់ចង់ការពារបរិស្ថានឬក៏ធនធានធម្មជាតិផលិតផលរបស់យើងជាកញ្ចប់មិនមែនតែមួយទេអញ្ចឹងជាកញ្ចប់យើងមានទាំងដីយើងមានទាំងដំណាំយើងមានទាំងពីសេវាថែទាំហើយនិងទីផ្សារអញ្ចឹងផលិតផលរបស់យើងពេលខ្ចប់ហើយចេញចេះបាទដូចនៅលើតុរបស់គណៈកម្មការហើយនេះជាផលិតផលអនាគតរបស់យើងដែលយើងព្រមនឹងធ្វើបន្ទាប់គុណតម្លៃពិសេសរបស់យើងផ្ដល់នៅប្រភពចំណូលកម្មដើម្បីបង្កើតសុខុមាលភាពជីវិតនិងបង្កើតសមិទ្ធផលដែលបន្សល់ទុកជាកេរដំណែល